តំបន់មជ្ឈមបូព៌ាកំពុងស្ថិតនៅក្នុងអណ្ដាតភ្លើងសង្គ្រាមបានឆក់យកជីវិតមនុស្សជាង555នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងនោះមានសិស្សចំនួន180នាក់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទៅលើសាលាបឋមសិក្សាមួយកន្លែងជាសាលារបស់ក្មេងស្រីចំនួននេះបានបញ្ឆេះឡើងតាំងពីថ្ងៃសៅរ៍សប្តាហ៍មុនដោយការវាយប្រហារដែលអាមេរិកអះអាងថាជាការការពារខ្លួនទុកជាមុនរួមគ្នារវាងអ៊ីស្រាអែលដែលមានឈ្មោះថា Operation Genesis របបនិងមេដឹកនាំកំពូលអ៊ីរ៉ង់គឺលោកអាយ៉ាតូឡាអាលីខាមេនីត្រូវបានសម្លាប់ដោយការវាយប្រហារមីស៊ីលចំគោលដៅទីតាំងការិយាល័យរបស់លោកនៅក្នុងទីក្រុងតេហេរ៉ង់ការវាយប្រហារនេះសម្លាប់ទាំងកូនប្រសារនិងចៅស្រីរបស់លោកផងដែរអិសរាជជនកំពូលរបស់ប្រទេសមួយនេះរួមមានមេបញ្ជាការកងឆ្មាំបដិវត្តរដ្ឋមន្ត្រីការពារជាតិនិងនាយសេនាធិការមួយរូបក៏ត្រូវផ្តាច់ជីវិតផងដែរគោលដៅជាង1200កន្លែងត្រូវបានវាយប្រហារនៅក្នុងទីក្រុងចំនួន131របស់ប្រទេសអ៊ីរ៉ង់ការឆ្លើយតបរបស់ប្រទេសមួយនេះគឺភ្លាមជាមួយនឹងការបាញ់បង្ហោះមីស៊ីលជាង165គ្រាប់ដោយធ្លាក់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលនិងបានបំផ្លាញកំពង់ផែហៃហ្វានៅក្នុងរដ្ឋឈូងសមុទ្រឯទៀតអាកាសយានដ្ឋានអន្តរជាតិឌូបៃនិងសន្តាគារ Fairmont Palm Hotel រងការវាយប្រហារដោយផ្ទាល់ខណៈដែលយន្តហោះ drone បានវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់អារ៉ាប៊ីសាអូឌីតអ៊ីរ៉ង់ក៏បានកំណត់គោលដៅលើមូលដ្ឋានកងទ័ពអាមេរិកនិងតំបន់ស្ថានទូតនៅទូទាំងរដ្ឋឈូងសមុទ្រក្នុងតំបន់ផងដែរជាមួយនឹងមនុស្សរាប់ពាន់នាក់នៅរងរបួសនៅទូទាំងតំបន់មួយនេះដែនអាកាសរាប់ពីប្រទេសហ្ស័រដានីរហូតដល់គុយវ៉ែតនៅតែបន្តបិទខណៈគ្រាប់រ៉ុកកែតបន្តធ្លាក់ទៅលើទីក្រុងធំៗ